សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងមានវីដេអូមួយដែលយើងនឹងនិយាយបន្តពីការរៀនអំពី Linux អញ្ចឹងវីដេអូថ្ងៃនេះខ្ញុំនឹងធ្វើជាតកតងជាមួយនឹង lecture note ទី1ដែលយើងនិយាយអំពីការ login ចូលទៅជា root user ហើយនឹង login ទៅជា user ធម្មតាទៅក្នុង server តាមរយៈ SSH ហើយយើងនឹងរៀន basic command មួយចំនួនដូចជាមាននៅក្នុង lecture note ទី1នេះដែលយើងមានអំពីតកតងជាមួយនឹង user យើងឆែក change directory ទៅណាហើយនឹង list of file អីចឹងតែយើងបង្កើត file ឬក៏យើងទៅមើល file text ឬក៏យើងមើល history មួយចំនួនអញ្ចឹងដំបូងខ្ញុំនឹងចូលទៅក្នុង VMware របស់យើងដែលខ្ញុំបានដល់ install នៅជាមួយនឹង virtual machine មួយដែលសិនត OS ហើយអញ្ចឹងខ្ញុំចាប់ផ្ដើម start វាមកខ្ញុំ start ម៉ាស៊ីនចឹងចូលទៅក្នុង server ណាគេចាំបន្តិចចឹងនៅពេលដែលយើង start នៅជាមួយនឹងម៉ាស៊ីនរបស់យើងវានឹងឲ្យយើងlogin ចូលទៅក្នុងហ្នឹងអញ្ចឹងទី1គឺដោយសារតែក្នុងវីដេអូមុនខ្ញុំបានបង្កើតអត់ជា root user ទេដោយសារតែយើងគិតតែដល់ជាមួយនឹង security អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចូលទៅខ្ញុំដាក់ឈ្មោះខ្ញុំតែកាលហ្នឹងខ្ញុំធ្វើជាប៊ុនថៃជា root user ព្រោះពេលខ្ញុំដាក់ password អូខេអញ្ចឹងឥឡូវនេះខ្ញុំ login ចូលបានហើយនៅក្នុងម៉ាស៊ីន main របស់យើងដែលយើងនេះដែលយើងបានដូចជាទៅសេប៊ុនថៃ localhost អញ្ចឹងដើម្បីយើងចូលទៅអានឹងបានដែលយើងមានសិទ្ធិហ្នឹងគឺយើងដើម្បីយើង connect ចូលទៅ remote តាម SSH គឺបានគឺយើងត្រូវប្រើ command មួយដើម្បីដឹង IP address ទាក់ទងជាមួយនឹងម៉ាស៊ីនរបស់យើងគឺប្រើ command មួយដែលគេថា IP address ADDR នោះមកពី address ចឹងយើងនឹងឃើញហើយយើងនឹងឃើញមាន IP address យើងមានឃើញលេខ1និងលេខ2ដែលលេខ1 LO នេះនិងលេខ2 ENX software ចឹងគេថា IO នេះគឺជា localhost តែបើយើងដែលមាននៅគ្រប់ម៉ាស៊ីនទាំងអស់ដែលវាមាន IP address 127.0.0.1នឹងតាមរបស់យើងហើយនេះគឺជា IP address នៅក្នុងម៉ាស៊ីនរបស់យើងដែលយើងនឹងប្រើវាដើម្បី connect ទៅជាមួយនឹងពុទ្ធិរបស់យើងតាមរយៈ SSH ចឹងខ្ញុំនឹងមើលដែលយើងនឹងប្រើ IP address មួយនេះចឹងខ្ញុំនឹងចូលទៅក្នុងកម្មវិធីពុទ្ធិតទៅទៀតគឺខ្ញុំទៅ login នេះហើយខ្ញុំវាទៅ port 22ខ្ញុំនឹងវាយ IP address ដែលយើងមាននេះចូលទៅក្នុងម៉ាស៊ីនពុទ្ធិរបស់យើង 192.168.15.140 ចឹងយើងចុចចឹងហើយយើងនឹងចូល SSH មកយើងក៏អាច share វាជា session បានដែរដើម្បីយើង install login វានៅពេលក្រោយចឹងថាlab Windows server ចឹងខ្ញុំដាក់ចឹងទៅហើយខ្ញុំនឹងចុច share ចឹងនឹងចូល lab ទៅដល់ពេលយើងអាចរក keyboard យើងចូលរក font ឬអី setting នៅក្នុងនោះបានតែយើងអាចដាក់ទៅ appearance ហើយក៏យើងអាចដូរ font ដូរ cursor ដូរអីចឹងទៅអូខេអញ្ចឹងខ្ញុំសូមរើស font ឲ្យរាងធំបន្តិចខ្ញុំសូមដាក់16ចឹងទៅដើម្បីវារាងធំយើងស្រួលមើលអូខេអញ្ចឹងយើងចូលមក login មកយើងមកសិនហើយយើងចូល lab ណាអញ្ចឹងយើងចុច open ណាអូខេអញ្ចឹងដំបូងវានឹងឲ្យយើង accept ទៅយើងចុច accept វាមកអញ្ចឹងវាត្រូវការយើង login គេចូលឲ្យយើងដើម្បី login បានអញ្ចឹងបាក់ហើយមកតែខ្ញុំដាក់ password របស់ខ្ញុំអញ្ចឹងឥឡូវហ្នឹងវា successfully ចូលទៅក្នុងម៉ាស៊ីនមេដូចជារបស់យើងដែរហើយមូលហេតុដែលយើងធ្វើហ្នឹងគឺនៅស្ទើរតែនៅក្នុងការងារជាក់ស្ដែងគឺម៉ាស៊ីនមេយើងអត់ទៅអង្គុយនៅជិតក្នុងម៉ាស៊ីនមេក្នុងម៉ាស៊ីនទេគឺយើងធ្វើការ remote ពីខាងក្រៅដើម្បីធ្វើការបញ្ជាម៉ាស៊ីន server របស់យើងអូខេអញ្ចឹងនៅពេលដែលខ្ញុំបានធ្វើអញ្ចឹងខ្ញុំអាចចុច
บทนี้สั้นโดยมันบทการบทจัดไฟที่ยังบทโปรเวทเขาคือยังthựcการเลยthựcการเลยแต่บทที่มาซึ่งบทที่ไปยืนจังจำจัดอะไรนั้นยังบ้านโจทย์ของมาซึ่งไปยืนหายจังยังโจทย์ตัวมือlạiเชื่อไปยืนมีมือมวยจังแต่họ thayจังยังส่งโจทย์ตัวเลยมาuser นี่ไปยืนจังចឹងយើងខ្ញុំចង់ចូលនេះមួយសិនគឺយើងទៅពេលយើង log in ហើយយើងអាចប្រើនៅ command who am I គេ who am I ដើម្បីដឹងថាយើងអ្នកណាគឺជាអ្នក log in ចូលក្នុងម៉ាស៊ីន mail របស់យើងឥឡូវនេះខ្ញុំ log in ជាបន្ថែមចឹងយើងអាចប្រើនៅ command pwd ដើម្បីមើល directory របស់យើងបានដែរចឹងឥឡូវយើងចូលនៅលើ home នៅបន្ថែមជើងចែកហើយយកមានសារអីទេចឹងឧទាហរណ៍ថាខ្ញុំចង់បង្កើត user មួយទៀតហើយចឹងយើងមើល command មួយទៀតដែលយើងមើលបានគឺយើងតទៅជាមួយនឹងយើងមើលទៅក្នុងនេះមកយើងតទៅជាមួយនឹង cd change ដែលមានពាក្យពេចន៍ថា change directory គឺយើងមាន option មួយចំនួនដែលយើងនឹងប្រើវាជាប្រចាំឧទាហរណ៍ថាខ្ញុំបាន ls ទៅមើល directory របស់យើងហើយគឺអត់មានអីទេក្នុងនេះក្រៅពី header file អញ្ចឹងខ្ញុំចូលទៅនេះយើងឃើញថាយើងអត់អីយើងទៅ root directory របស់យើងឃើញថាមាន folder មួយចំនួនអញ្ចឹងយើងប្រើ cd ដើម្បីចូលទៅក្នុង folder នេះមួយទៅហៅថាខ្ញុំចូលទៅក្នុង tab ខ្ញុំចូលទៅក្នុង uso បានហើយខ្ញុំប្រើ tab មកដើម្បីវាauto complete ឲ្យយើងយើងចូល cd អញ្ចឹងយើង ls មកយើងមានថានៅក្នុងនេះនៅក្នុង root user នៅក្នុង directory user របស់យើងគឺវាមាន folder នេះអូខេអញ្ចឹងបើសិនបើយើងចង់ចែកបង្ខំនេះគឺចែក cd ដកមកអូខេយើងនឹងឆេកមក parent directory វិញអញ្ចឹងយើងអាចប្រើមួយទៀតគឺប្រើសញ្ញាដកទៅវិញទៅមកមានថាយើងដកមកពេលយើងចូលមិញយើងចូលក្នុង user ហើយយើងប្រើដកវិញយើងចេញពីអានឹងវិញដើម្បីចេញទៅវិញទៅមកចឹងថាយើងចូល current folder របស់យើងចុចសញ្ញានេះមកមួយ current យើងចូលទៅ user របស់យើង directory ក្នុង user របស់យើងចឹងយើងចូលទៅក្នុង uso យើងសារយើងនេះយើងចូលក្នុង uso យើងទៅយកឡើងមើលយើងចូលទៅ game ចូលដល់ game ទៀតអញ្ចឹងបើសិនបើយើងចង់ចេញពី directory យើងចុចចេះមកគឺយើងនឹងចូលមកដល់ user យើងវិញហើយ root directory យើងវិញអូខេអញ្ចឹងអាហ្នឹងវាមានតែប៉ុណ្្នឹងហើយយើងនឹងចូលមកក្នុង ls របស់យើងអញ្ចឹង ls ហ្នឹងមានន័យថា list ពេលយើង check list ឧទាហរណ៍ថាយើងនៅក្នុង directory យើងចង់ដឹងថាយើងមាន folder ឬ directory ខ្លះនៅក្នុង folder មួយហ្នឹងឥឡូវយើងនៅ directory main directory យើងចុច ls មកគឺយើងនឹងចេញ file ទាំងអស់នៅក្នុងហ្នឹងដែលយើងនឹងមានបើសិនបើចេញ file ទាំងអស់អញ្ចឹងយើងចង់ដឹងថានៅក្នុង ls command ហ្នឹងវាមាន command option ឯខ្លះដែលយើងអាចប្រើ attach ជាមួយនឹង ls command ហ្នឹងអញ្ចឹងឧទាហរណ៍ចុច command មកដាក់ ls អញ្ចឹងវានឹងចេញ show ជាមួយនឹងនេះឲ្យយើងនៅដាក់ document របស់គេនៅ option ដែលនេះទាំងនេះគឺជា option ទាំងអស់ដែលយើងអាចប្រើបានទៅតាមជំ attach ជាមួយនឹងls command របស់យើងដោយយើងចុចអក្សរ B ដើម្បីឡើងបកក្រោយមានថា back ឬក៏អក្សរ S មានថាទៅបកអូខេអញ្ចឹងខ្ញុំចុចអក្សរ B មកខ្ញុំមើលមួយខ្ញុំចូល option A dash A ឬក៏ខ្ញុំចុចអក្សរ F ដល់ខ dash L ទៅវា command ហ្នឹងយើងគេស្រួលគាត់បង្ហាញអូខេអញ្ចឹងដើម្បីចេញពី document នេះយើងចុចអក្សរ Q មកអូខេអញ្ចឹងខ្ញុំចុចថា ls dash L អញ្ចឹង dash L ហ្នឹងថា long list ចាំថាយើងនឹងចូល show មក detail ទាំងអស់នៅក្នុង file របស់យើងដោយវាមិនរាប់បញ្ចូល header file ទេអូនថានេះគឺជា permission ដែលយើងអាចធ្វើ read write execute បានដែលខាងមុខវាតំណាងអក្សរ D និងតាម directory អញ្ចឹងទៅនេះគឺជាលេខខ្ទង់ទី2នេះគឺជា node inode លេខ inode របស់វាហ
ហើយនេះគឺនៅក្នុង directory root របស់យើងទៅហើយនេះគឺជា root user ខ្ញុំច្រឡំនេះ root user អានេះ directory root environment របស់យើងហើយនេះគឺជាការផ្ទុក megabyte របស់វាហើយនេះគឺជាថ្ងៃខែឆ្នាំដែលយើងបានបង្កើតវាអូខេអញ្ចឹងឧទាហរណ៍ថាយើងមាន option មួយទៀតនៅ command យើងអាចចង់ថាតើនៅក្នុង folder main directory នោះមាន file layout អញ្ចឹងយើងចូល ls មក -a អូខេនេះគឺជា file ដែល file layout ទាំងអស់វានឹង download ដកពីមុខដក1ឬក៏ដក2អញ្ចឹងឧទាហរណ៍ថា ls ls យើងអាច combine 2 command ចូលគ្នាក៏បានដែរអូខេនេះគឺជា file root អញ្ចឹងឧទាហរណ៍ថាយើងចូលទៅក្នុងdirectory user របស់យើងដាក់ ls la អញ្ចឹងវានឹងចេញ show folder នេះ list របស់យើងដាក់ ls ធម្មតាវាអត់ចេញទេអញ្ចឹងបើយើងដាក់ ls-a វាចេញ hidden file មកឲ្យយើងផងដែរអញ្ចឹងឧទាហរណ៍ខ្ញុំសាកបង្កើត mkdir make directory យើងខ្ញុំសុំយើងមើលសិនចុះខ្ញុំសុំបង្កើតអានេះ make directory make folder របស់យើងសាមញ្ញយើងដាក់ test folder test អញ្ចឹងយើងដាក់ឲ្យមកយើងនឹងឃើញនេះគឺជាការបង្កើត folder ធម្មតាចូលថាយើងចង់លាក់ folder យើង mkdir.test what អញ្ចឹងបើសិនបើយើងប្រើ command វានឹងអត់ចេញទេអញ្ចឹងបើយើងដើម្បីបង្ហាញtest1 make directory ដែលយើងបានបង្កើតមិញចុច ls-a មកអញ្ចឹងវានឹងចេញ test1 មកយើងអញ្ចឹងដូចគ្នាទៅ file ដែរ file យើងប្រើ command touch test file .txt ចឹងឲ្យមកយើងនឹងឃើញ test file.txt អញ្ចឹងតែបើយើងចង់លាក់ file មកយើងដាក់ touch .test file 1 .txt ចឹងយើងអត់ឲ្យមកអត់មានទេអញ្ចឹងយើងអត់ -a មកយើងលក់លាក់ដូចគ្នានេះបានយើងបើសិនមកដូចគ្នាយើងចង់បានលម្អិតទៅទៀតដល់ -a យើងវានឹងចេញ execute យើងមានចេញ inode ឬក៏ឈ្មោះអីមកទាំងអស់ហ្នឹងអូខេចឹងឧទាហរណ៍ថាយើងចង់សរសេរ content មួយចំនួនចូលទៅក្នុង file របស់យើងអាចប្រើ command vi ទៅ file យើង ls មិនសិនយើងមិនប្រើពាក្យ vi test file.txt ចឹងយើងនឹងចូលទៅសរសេរ file ឧទាហរណ៍ថា hello យើងចុចអក្សរ i ដើម្បីទៅ insert mode ដើម្បីយើងអាចសរសេរបានចុច hello name is blah blah ចឹងដើម្បីយើង save file នឹងបានគឺយើងចុច save ដាក់ semicolon នេះមក save ដាក់ save ទៅសញ្ញានេះអញ្ចឹងយើងដាក់សញ្ញាហ្នឹងយើងទៅចុច escape មកដើម្បីចេញពី insert mode តមកចុច save ដាក់សញ្ញាដូចខ្ញុំប្រាប់ហ្នឹងយើងចុច q ស្មើនឹង quick wq ស្មើនឹង write ឬក៏យើងអាចនឹង x ក៏បានដែរដើម្បីចេញវា write វាចូលអញ្ចឹងឧទាហរណ៍ខ្ញុំចុច wq អញ្ចឹងយើងចេញយើងទៅមើល file របស់យើងវិញវានឹងចូលហើយអូខេយើងដាក់ q mình chuẩn bị insert mode take show nhưng mình sẽ chịu chỉnh chắc nhầm yêu cầu hẹn command là bây giờ mở file lại giờ tab file thì đi cái chia vậy thì mà ta sẽ chỗ không file bây giờ chơi được ở món bây mở vào miệng đi chẳng ấy tới ok trong châu mà đo cho mà nó khe thái vì em giờ ai ở bát chân dương châu tầm bờ command history chứng command history bây giờ dương tầm bay châu tầm bờ history command bây giờ tại giờ bạn phải khác nó về để dùng phải nó info mình vậy đó này cái chia
comment ដែលយើងបានប្រើអញ្ចឹងឧទាហរណ៍ថាយើងចង់ clear comment នឹងចាឬក៏យើងចង់ប្រើ comment ហ្នឹងអីវាមានមធ្យោបាយផ្សេងអញ្ចឹងឧបមាថាយើងចង់ clear comment ទាំងអស់ហ្នឹងយើងអត់ចង់ទុក history ដែលយើងទុកទេដែលយើងប្រើនៅក្នុងឧបមាហ្នឹងទៅយើងដាក់ history -c មកវានឹងលុបអស់ខ្ញុំតែខ្ញុំអាចសេ copy history -c អូខេនេះលុបហើយអញ្ចឹងយើងវាយពាក្យ history មកគឺវាអត់ឃើញគឺវាលុបអស់វាសារ history ដែលយើងវាយបានអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងដែលយើងបានបញ្ចប់ជាមួយនឹង lecture note ទី1យើងនិយាយពី basic command ដែលយើងនឹងប្រើជាប្រចាំថ្ងៃអូខេអរគុណ